បាទសូមជម្រាបសួរអស់លោកនាងដែលកំពុងតែទស្សនា DAP TV online និងស្ដាប់ទូវិទ្យុដើម7 AM 93.75 MHz ជាទីមេត្រីបាទនៅពេលនេះខ្ញុំបោកចិត្តថានាំអារម្មណ៍ប្រិមិត្តជួបនឹងឪពុកនិងកូនដែលនឹងជម្រាបជូនអស់លោកនាងនៅពេលខាងនេះថាយើងនឹងនាំលោកមកនេះដើម្បីជម្រាបជូនប្រិមិត្តអំពីអ្វីនោះបាទដូច្នេះដើម្បីជាបទពិសោធន៍ក៏ដូចជាក្នុងការអប់រំកូនរបស់ខ្លួនឲ្យមានការរៀនពូកែក៏ដូចជារស់នៅក្នុងសង្គមមានភាពថ្លៃថ្នូរនោះយើងបានអញ្ជើញលោកដាន់សុវណ្ណបាទមានអាយុ40ជាងហើយប្រព័ន្ធរបស់លោកគឺឈ្មោះធីយ៉ាន់ធីហើយនឹងមួយប្រុសគឺឈ្មោះដានហងចឹងណាហងចឹងបាទខ្ញុំជម្រាបប្រិមិត្តផងដែរថាមួយប្រុសនេះគឺមានអាយុ13ឆ្នាំរៀនថ្នាក់ទី6នៅវិទ្យាស្ថានបាធីណាហើយដោយសារតែរៀនពូកែផ្នែកគណិតវិទ្យាហើយរាល់មេរៀនទាំងអស់នៅថ្នាក់ទី5ទី6ទី7ផងណាដូចជាថាចេះអស់ហើយផ្នែកគណិតវិទ្យាអញ្ចឹងកុំឲ្យខាត់ពេលក្នុងការរៀនសូត្ររូបគេក៏ចង់ថាឲ្យរៀនទៅថ្នាក់លើទៀតគឺថ្នាក់ទី9ពេលនោះសាលាបាធីគឺគេរៀបចំឲ្យក្មួយប្រុសប្រឡងធ្វើតេស្តមើលថាតើមានសមត្ថភាពក្នុងការឆ្លោះថ្នាក់ទៅរៀនថ្នាក់ទី9បានអត់បន្ទាប់មកការប្រឡងការធ្វើតេស្តនេះក៏បានលទ្ធផលថាល្អពេញចិត្តអញ្ចឹងនៅពេលនេះមានការចម្រួលពីសាលាបេធីប្រហែលជាគេអនុញ្ញាតឲ្យឡើងថ្នាក់ដូច្នេះចង់ដឹងថាតើឡើងថ្នាក់កម្រិតណានោះយើងនឹងជជែកជម្រាបជូនដល់លោកនាងនៅពេលបន្តិចទៀតនេះតាមរយៈឪពុករបស់ក្មេងប្រុសគឺលោកដាន់សុវណ្ណបាទហើយខ្ញុំជម្រាបជូនលោកបាទលោកគ្រូបាទសូមស្ដីបាទតើលោកមានបានឲ្យជួបនឹងខាងផ្នែកសាលាបាធីដើម្បីធ្វើការចម្រុះសម្រួលឬទទួលដំណឹងអំពីកូនរបស់លោកដែលធ្វើតេស្តផ្នែកគណិតវិទ្យាថ្នាក់ទី9នឹងបានលទ្ធផលល្អដើម្បីរៀនឆ្លោះថ្នាក់ដើម្បីកុំឲ្យខាតពេលនោះមានបានទទួលព័ត៌មានយ៉ាងម៉េចមកដល់ពេលនេះបាទមកដល់ពេលនេះតាំងពីថ្ងៃដែលគ្នាបានទៅប្រឡងធ្វើតេស្តដើម្បីសម្រាប់ចូលថ្នាក់ទី9ហ្នឹងមកដល់ថ្ងៃនេះគឺមានឆ្លងកាត់ជាដំណាក់កាលពី3ដំណាក់កាលដែលទៅបានជួបនឹងលោកនាយកបាធីមួយនឹងបាទមកដល់ពេលនេះតែក្នុងដំណាក់កាលទី1ទី2ហ្នឹងគឺមានការសម្របសម្រួលហ្នឹងមិនទាន់បានសម្រេចទេលើកមកដល់ចុងក្រោយនេះគឺម្សិលមិញនេះឯងមានការសម្របសម្រួលហ្នឹងបានលោកនាយកធំគាត់បានអាដាមវិឆេងគាត់បានសម្រួលហើយគាត់បានផ្ដល់ឲ្យកូនខ្ញុំចូលទៅថ្នាក់ទី8តាមលទ្ធភាពដែលគ្នាមានហ្នឹងបាទព្រោះគាត់មានហេតុផលច្រើនដែលសម្រាប់ប្រាប់ថាឲ្យកូនហ្នឹងដើម្បីឲ្យមុខវិជ្ជាពេញសពបែបយ៉ាងគឺមុខវិជ្ជាមានច្រើនមុខវិជ្ជាអញ្ចឹងគាត់ថាឲ្យបង្អាក់មួយដំណើរដើម្បីទទួលយកមុខវិជ្ជាផ្សេងទៀតដើម្បីទាញឲ្យស្មើគ្នាទៅមុខទៀតបាទខ្ញុំគិតថាប្រសាសន៍របស់លោកអេដាមមានប្រយោជន៍ណាស់ដូច្នេះខ្ញុំបានធ្វើទៅតាមអ្វីដែលគាត់បានមានប្រសាសន៍ដូចលើសាមញ្ញហ្នឹងបាទនេះជាការចម្រុះសម្រួលមួយអញ្ចឹងបានន័យថាលោកហើយក៏ដូចជាកូនរបស់លោកឯកភាពថានឹងព្រមទទួលយកត្រឹមថ្នាក់ទី8នេះណាបាទដូចលោកឯកឧត្តមគាត់មានប្រសាសន៍អញ្ចឹងខ្ញុំទទួលយកសំណើគាត់តែហេតុគាត់ថាខ្ញុំបានសួរយោបល់កូនដែរហើយកូនគាត់ថាបើប៉ាបានបន្ថយមួយចំហៀនខ្ញុំនឹងបានទទួលយកអ្វីៗទាំងអស់ដោយដែលខ្ញុំបានគិតបាទអញ្ចឹងក៏ខ្ញុំបានធ្វើតាមសម្ដេចរបស់កូនដែរតាមអ្វីដែលកូននឹងគាត់បានពិចារណាហើយឆ្លងកាត់បាទបានន័យថាបើសិនជាយើងឡើងទៅទី9យើងខ្លាំងយើងចេះតែផ្នែកគណិតវិទ្យាបានប៉ុន្តែមុខវិជ្ជាស
ផ្សេងមួយក៏គោកទៀតគឺយើងអត់ចេះមកណាអញ្ចឹងយើងសុខចិត្តសម្រាប់ជំរុញនេះយកត្រឹមថ្នាក់ទី8ដើម្បីយើងចាប់យកនៅមុខវិជ្ជាផ្សេងក្រៅពីគណិតវិទ្យាហ្នឹងដើម្បីកុំឲ្យយើងនឹងឃ្លាតឆ្ងាយពីមេរៀនផ្សេងនឹងច្រើនពេកបាទនេះគឺជាកិច្ចសម្ភាសន៍មួយដែលយើងបន្តពីម្សិលមិញណាថ្ងៃទី14ខែតុលាឆ្នាំ2013ហ្នឹងលោកនឹងកូនរបស់លោកបានមកដល់ទីស្នាក់ការរបស់មជ្ឈមណ្ឌលព័ត៌មានតាម7ហើយក៏បានជួបជាមួយលោកអគ្គនាយករបស់មជ្ឈមណ្ឌលនេះគឺលោកចយភាពហើយក៏បានបង្ហោះព័ត៌មានមួយរួចហើយពាក់ព័ន្ធទៅនឹងបញ្ហានេះអ្វីដែលយើងជជែកនៅពេលនេះគឺបដោតសំខាន់ទៅលើទម្លាប់របស់ឪពុកនិងម្ដាយក្នុងការអប់រំកូនក្នុងការរស់នៅប្រចាំថ្ងៃហើយនឹងជាទម្លាប់របស់ក្មួយប្រុសដែលទៅសាលារៀនរបៀបម៉េចហើយនៅផ្ទះរៀនរបៀបម៉េចដើម្បីឲ្យពូកែផ្នែកគណិតវិទ្យានោះបាទនេះជាគោលបំណងសំខាន់ដែលយើងជជែកនៅពេលនេះដើម្បីជាទុនក៏ដូចជាបទពិសោធន៍ជូនដល់អស់លោកអ្នកនាងដែលបានคล้ายទៅជាឪពុកម្ដាយរបស់គេហើយក៏ដូចជាយុវជនដែលថានឹងទៅអនាគតនឹងคล้ายជាឪពុកម្ដាយរបស់គេអាចយកជាគំរូតាមមួយចំណុចនេះផងដែរតាមការពិតគឺមានអ្នករៀនពូកែច្រើនផ្សេងទៀតប្រឡងទូទាំងប្រទេសជាប់លេខ1លេខ2ផ្នែកគណិតវិទ្យាផ្នែកចរសាស្ត្រផ្នែកផ្សេងទៀតយើងនឹងបើចាំមានឱកាសយើងនឹងអញ្ជើញមកជំភាសជាបន្តបន្ទាប់នេះជាប៉ុន្តែនេះជាចំណុចពិសេសមួយដោយឡែកដែលមានអាយុតិចប៉ុន្តែមានលទ្ធភាពប្រឡងនៅគណិតវិទ្យាថ្នាក់ខ្ពស់បានក្រៅពីហ្នឹងគឺប្រឡងជាប់ដែរប៉ុន្តែប្រឡងដោយថាថ្នាក់ទី12គេប្រឡងថ្នាក់ទី12នឹងតែម្ដងមេរៀនថ្នាក់ទី12ហ្នឹងអញ្ចឹងទៅនេះជាករណីពិសេសមួយហើយអញ្ចឹងហើយបានជាយើងអញ្ជើញលោកដានចវ៉ាន់និងកូនរបស់លោកឈ្មោះដានហងសង្ឃចឹងណាបាទភ្លេចឈ្មោះបាទឥឡូវនេះមុននឹងជួបជាមួយមួយប្រុសចង់មកជួបជាមួយនឹងឪពុកចិនជាទម្លាប់របស់លោកក្នុងការអប់រំកូនដើម្បីឲ្យរៀនពូកែពិសេសតែកូនប្រុសនេះមួយជាកូនផ្សេងទៀតទទួលការអប់រំដូចតែគ្នាអញ្ចឹងដែរប៉ុន្តែគ្រាន់ថាម្នាក់នេះមានលក្ខណៈពិសេសណាអញ្ចឹងមានអាចកត់សម្គាល់ថាហេតុអ្វីបានជាក្មួយប្រុសនេះមានលក្ខណៈពិសេសខុសពីកូនផ្សេងប្រហែលអ្នកនោះបាទព្រោះទី1ខ្ញុំសង្កេតមើលកូនខ្ញុំគ្នាស្លូតបាទស្លូតហើយអ្វីដែលខ្ញុំផ្ដាល់ឲ្យគ្នាព្យាយាមបាទមិនមែនតាំងពីអាយុចូលរៀនទេតាំងពីទូចក្តីសូម្បីតែការទិញសម្ភារៈសិក្សាឲ្យគ្នាមិនទាន់បានចូលរៀនក្នុងការកាន់ហ្វឺតកាន់กระดาษគ្នាចេះគូសចេះសរសេរហើយព្យាយាមចូលចិត្តបាទបន្ទាប់ពីហ្នឹងមកការរៀនសូត្រគ្នាចាប់ពីរៀនថ្នាក់ទី1ទៅគឺគ្នារៀនមិនដែលថាមានភាពអន់សោយទេសន្ទុះនៃការរៀនគ្នានោះគឺព្យាយាមរហូតបាទព្រោះអីគ្នាស្លូតបាទអញ្ចឹងខ្ញុំសង្កេតមើលទៅខ្ញុំគិតថាសម្រាប់តែខ្លួនខ្ញុំម្នាក់ខ្ញុំគិតថាខ្ញុំឃើញកូនខ្ញុំស្លូតអញ្ចឹងខ្ញុំសង្កត់ថាខ្ញុំព្យាយាមបណ្ដោះបណ្ដាលកូនខ្ញុំឲ្យប្រកែសង្ឃឹមថាឲ្យប្រកែកូនប្រកែបាទទីបំផុតខ្ញុំរាល់ថ្ងៃខ្ញុំព្យាយាមខ្ញុំមើលកូនរហូតអត់ដែលចន្លោះក្នុងមួយថ្ងៃទេមួយឆ្នាំ365ថ្ងៃគឺខ្ញុំមើលកូនរហូតបាទអញ្ចឹងកូនខ្វះខាតអ្វីខ្ញុំតម្រូវកូនអស់ចំពោះក្នុងការរៀនគឺសម្ភារៈសិក្សាគឺមានសពបែបយ៉ាងដូចគេបាទដើម្បីកុំឲ្យតែគ្នារៀនហើយគ្នាខ្វះគ្នាខាតបាទអញ្ចឹងការសិក្សារបស់គ្នាហ្នឹងវាមានបែបផែនពីសាលាមកស្រាប់ហើយតែគ្រាន់តែការរៀនគ្នាតាមរហូតតែអ្វីដែលគ្នារៀនហ្នឹងមកផ្ទះគ្នាមើលមេរៀនអត់មានដាច់ឈប់ទេបាទការដែលឲ្យទៅរៀនហ្នឹងជាធម្មតាគ្រួសារខ្លះឪពុកម្ដាយខ្លះបានបញ្ជូនកូនហ្នឹងទៅរៀនភាសាអង់គ្លេសមុនអញ្ចឹងខ្លះហើយអ្នកខ្លះទៀតគេឲ្យទៅរៀនខ្មែរមុនអញ្ចឹងទៅចុះចំពោះលោកក្មួយប្រុសនេះលោកឲ្យទៅរៀនភាសាចិនមុនឬអង់គ្លេសមុនក៏មកបានចែកខ្លះឲ្យបានរុញទៅរៀនសាលារដ្ឋឬឯកជនផ្នែកខ្មែរវិញឬមួយក៏យ៉ាងម៉េចតាមឡើយការសិក្សារបស់កូនខ្ញុំហ្នឹងខ្ញុំបានឲ្យរៀនពីរភាសារួមគ្នាក្នុងសាលាមួយបាទសាលាហ្នឹងជាសាលាឯកជនជាសាលាចិនបាទតែក្នុងកម្មវិធីសាលាចិន
ក្រសួងតម្រូវថាការសាលាឯកជនហ្នឹងគាត់ស្នំពោរាល់ឥឡូវតាមសាលាឯកជនទាំងអស់គឺមានភាសា2ទៅ3ភាសាឬក៏ភាសាខ្មែរឬក៏ភាសាចិនឬភាសាអង់គ្លេសហើយភាសាខ្មែរទូទៅឥឡូវតាមសាលាឯកជនគេតម្រូវការទូទៅហ្មងអញ្ចឹងពេលហ្នឹងមានស្រាប់ហើយកម្មវិធីហ្នឹងតែខ្ញុំបានឲ្យកូនខ្ញុំទៅសាលាចិនឆុងចឹងហ្នឹងទៅរៀនក្នុងកម្មវិធីហ្នឹងគឺកម្មវិធីខ្មែរព្រឹកណាចិនល្ងាចតែដោយឡែកក្នុងសាលាឆុងចឹងហ្នឹងអាកម្រិតការបង្រៀនភាសាខ្មែរហ្នឹងវាអត់មានបានថាគ្រប់គ្រាន់ទេថាវាស្ទើរក្នុងនៅលក្ខណៈបង្រៀនហ្នឹងតែអញ្ចឹងខ្ញុំយល់បែបហ្នឹងគ្នាខាតអស់មួយឆ្នាំអញ្ចឹងការរៀនចិនគ្នានៅជាប់នឹងនៅឡើយទេតែចំពោះខ្មែរដកចេញយកមកដាក់នៅសាលាបាធីវិញបាទតែការចូលរៀនគឺស្មើគ្នាខ្មែរមួយចិនស្មើគ្នាបាទហើយការចូលរៀននេះគឺទាន់អាយុអញ្ចឹងណាគេកំណត់អាយុប្រហែលចូលរៀនថ្នាក់ទី1គេអញ្ចឹងណាការដែលកំណត់អាយុហ្នឹងគឺតាមក្រសួងដែលគេបានតម្រូវឲ្យគឺថ្នាក់6ឆ្នាំថ្នាក់ទី1តែកូនខ្ញុំគ្នារៀងបន្តិចដល់អញ្ចឹងទៅគ្នារៀងចូលមកអាយុតែអាយុ7ឆ្នាំវិញបាទហើយគ្នាល្អិតមែនតើបាទនេះគឺជាចំណុចមួយហើយពាក់ព័ន្ធទៅនឹងការរៀបចំផ្ទះចំបែងមិញលោកមានប្រសាសន៍ថាតាមឃ្លាំមើលកូនគ្រប់ថ្ងៃក្នុងមួយឆ្នាំអញ្ចឹងខ្វះខាតអីគឺតម្រូវចុះនៅក្នុងផ្ទះនឹងយើងរៀបចំផ្ទះចំបែងធ្វើម៉េចឲ្យកូននឹងរៀនមានបរិយាកាសរៀនបានល្អដូចជាមានតុអីទូដាក់យុភៅឬមានបន្ទប់ណាមួយដូចប្រៀបដូចជាការិយាល័យបណ្ណាល័យនៅក្នុងផ្ទះអញ្ចឹងណាឲ្យដើម្បីបង្កលក្ខណៈឲ្យមានមុខអីទៅចម្លាប់ចោលដើម្បីកុំឲ្យរំខានក្មេងអង្គុយរៀនវិញមានលក្ខណៈរៀបចំយ៉ាងម៉េចដែរដោយឡែកក្នុងការរស់នៅរបស់ខ្ញុំហ្នឹងជាលំៃផ្ទះខ្ញុំមុនខ្ញុំបើកហាងតែទន្ទឹមហ្នឹងខ្ញុំក៏មានបានលៃតុកមួយសម្រាប់កូនក្នុងពេលរាល់ល្ងាចដល់គ្នាសិក្សាមកពីសាលាមកសម្រាប់បំពន់ចំណេះដឹងនៅផ្ទះថែមទៀតតែឥឡូវនេះការងារហ្នឹងខ្ញុំបានឈប់ហើយបើគាត់ថាអ្វីដែលខ្ញុំរៀបចំមកកូនហ្នឹងគឺថាមានតុកមួយនៅក្នុងផ្ទះហ្នឹងជាមួយកៅអីមួយណាសម្រាប់កូនខ្ញុំហើយខ្ញុំបានរៀបចំសភៅដាក់ជាលំដាប់ឲ្យកូនរៀនបាទណានេះជាបទពិសោធន៍មួយជំរាបដល់មេដាបេដានិងអាណាព្យាបាលក្មេងៗផងថាឲ្យយើងនឹងគិតពិចារណាក្នុងការប្រើក្មេងបើគ្នារត់លេងណាអីអានឹងយើងអាចប្រើបានតែចូលកន្លែងរៀនហើយយើងធ្វើម៉េចកុំប្រើរបៀបនឹងពីព្រោះវាខាតពេលវេលាក្មេងរបស់យើងចំណាយលុយកាក់ឲ្យចិញ្ចឹមអីហ្នឹងដើម្បីឲ្យគ្នាចេះមកណាដល់ពេលជួនកាលទង្វើយើងអត់បានដឹងថាវារំខានដល់ការរៀនសូត្ររបស់កូននិងក្មួយរបស់យើងចុះជាទម្លាប់នៃការអប់រំកូនឲ្យរៀនឲ្យការហូបចុកឲ្យមើលទូរទស្សន៍ឲ្យដេកអីយើងមានទម្លាប់របៀបមិនដែរជាទម្លាប់ហ្នឹងខ្ញុំផ្ទាល់ខ្លួនឯងខ្ញុំមានទម្លាប់មួយបាទខ្ញុំបានប្រាប់តកូនប្រាប់ខ្ញុំថាក្នុងការរៀនគឺកូនឲ្យដឹងទៅរៀនណាក្នុងការលេងមានម៉ោងលេងណាព្រោះផ្ទះយើងអត់ដូចផ្ទះគេអភិជនទេយើងផ្ទះយើងវាជីវភាពវាមកល្មមដូចគេដូចឯងអញ្ចឹងតែប៉ាអាចស្វាក់ស្វែងខំរកអ្វីដែលកូនឯងចង់បានប៉ាធ្វើទៅរួចអញ្ចឹងហើយកូនរៀនពេលព្រឹកកូនឯងរៀនណាដល់ត្រឡប់មកវិញថ្ងៃកូនឯងសម្រាកប៉ុន្តែចំពោះក្មេងដែលចង់រៀនឲ្យប្រកែក្នុង2វគ្គក្នុងមួយថ្ងៃ2វគ្គគឺពេលព្រឹកពេលល្ងាចសំខាន់បំផុតគឺពេលល្ងាចនឹងឯងបើកូនណាខ្ញុំឬកូនបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេសខ្មែរដែលចង់ដូចថាឲ្យកូនមានស្មារតីក្នុងការរៀនសូត្រក្នុងពេលវគ្គពេលល្ងាចហ្នឹងពីម៉ោង1រហូតដល់ម៉ោង5ហ្នឹងឲ្យមានស្មារតីល្អគឺឲ្យគ្នាមានដំណេកក្នុងមួយថ្ងៃមួយដង1ម៉ោងឬក៏កន្លះម៉ោងពេលថ្ងៃគឺជាដាច់ខាតបើមិនចឹងក្នុងពេលរៀនដល់ល្បាក់ម៉ោង2ម៉ោង3លោកគ្រូបញ្យល់គឺគ្នាទទួលអត់បានទេអាភាពងុយគេហ្នឹងបាទมันអាចទទួលបានទេអញ្ចឹងរងថ្ងៃខ្ញុំសំខាន់បំផុតគឺខ្ញុំខ្លាំមើលកូនរហូតដល់ពេលល្ងាចហ្នឹងគ្នារៀនគ្នារៀនរហូតដល់អញ្ចឹងដល់គ្នាទទួលយកបានដូចសប្តាហ៍ហ្នឹងអញ្ចឹងបាទឥឡូវនេះយើងងាកមកមួយប្រុស
đàn តាមហងសាំង ហងចឹងបាទដានហងចឹងអាយុ13ឆ្នាំបច្ចុប្បន្នហើយរៀនថ្នាក់ទី6នៅវិទ្យាស្ថានបាធីណាហើយបានពូកែខាងគណិតវិទ្យាហើយក៏បានធ្វើតេស្តដោយបានជំរាបជូនអស់លោកនាងខាងដើមចឹងគឺថ្នាក់ទី9បានល្អដើម្បីថាកុំឲ្យខាតពេលគឺពីព្រោះថ្នាក់ទី6ទី7គណិតវិទ្យានេះចេះអស់ហើយចឹងទៅដើម្បីកុំឲ្យខាតពេលមួយប្រុសក៏ណាសាលាថាក្រុមរៀនឆ្លងថ្នាក់ទៅទី9អញ្ចឹងសាលាក៏គេធ្វើតេស្តហើយក៏ជាប់ឥឡូវចម្រុះចម្រួលគ្នាបានត្រឹមថ្នាក់ទី8នេះចង្ខេបឡើងវិញតាមពិតទៅទាំងលោកទាំងខ្ញុំបានជម្រាបជូនប្រិយមិត្តជាពីខាងដើមរួចហើយបន្ថែមប៉ុណ្ណាយើងអាសារំលឹកតិចខ្លាចអ្នកដែលស្ដាប់ឬទស្សនាពេលក្រោយនេះអត់បានដឹងពីដំបូងនេះយើងបានរៀបរាប់និយាយក្មួយប្រុសជាទម្លាប់នៅពេលដែលឪពុកម្ដាយទូមានអប់រំយើងស្ដាប់គាត់ដោយពេញចិត្តឬក៏យ៉ាងម៉េចមានការទោះចិត្តអីដែរទេស្ដាប់គាត់ដោយពេញចិត្តបាទហេតុអីបានយើងស្ដាប់ដោយសារតែសម្ដីការអប់រំរបស់គាត់នឹងត្រូវស្ទើរតែទាំងអស់ឬមួយក៏យើងខ្លាចគាត់ទោះខុសក៏ដោយក៏ត្រូវស្ដាប់គាត់ថាគាត់និយាយមកត្រូវណាអញ្ចឹងបានន័យថាយើងគិតដែរណាមិនបានចេះថាស្ដាប់ទេបានន័យថាចុះឧបមាថាពុកម្ដាយយើងប្រាប់មកមានចំណុចខ្លះដែលយើងគិតថាខុសតែយើងហ៊ានតវ៉ាមានដែរប្រាប់គាត់ទេអានឹងមិនត្រូវទេបាទអត់ទេណាបាទអញ្ចឹងជាការដែលទទួលយកនៅដំបូងមានការអប់រំពីម្ដាយឪពុកអញ្ចឹងយើងតែងតែទទួលយកដោយយើងយល់ថាជាការត្រឹមត្រូវណាអញ្ចឹងអ្វីដែលជាត្រឹមត្រូវគឺយើងទទួលយកមែនទេបាទដូច្នេះអ្វីដែលទម្លាប់ក្នុងការរៀនចូលក្នុងចិត្តរបស់យើងផ្ទាល់យើងមិនគិតថាមានចំណុចពិសេសអីដែលធ្វើឲ្យយើងរៀនគណិតវិទ្យានឹងពូកែមានចំណុចអីដែលយើងកត់សម្គាល់បាទគឺយើងពេលខ្លះយើងជួបពេលខ្លះយើងរៀនថ្នាក់ទូអញ្ចឹងយើងជួបបញ្ហាដូចជាគណិតខ្លះដូចយើងសំពីគណិតអញ្ចឹងខ្លះយើងអត់ចេះអញ្ចឹងយើងអាចយកភៅគណិតហ្នឹងទៅសួរបងថ្នាក់ទី12អីដែរបាទបានន័យថាយើងមិនមើលទៅធ្លុះចេះដោះស្រាយមកមិនថាយើងអត់អីសួរអ្នកដែលរៀនខ្ពស់ជាងយើងណាតែមុខវិជ្ជាមានច្រើនណាស់ហេតុអីបានក្មួយប្រុសចូលចិត្តតែខាងគណិតវិទ្យាបាទពីព្រោះគណិតវិទ្យាងាយស្រួលរៀនក៏យ៉ាប់ដែរហ្នឹងហើយប៉ុន្តែហេតុអីបានជាយើងចូលចិត្តឬក៏ខ្លាំងផ្នែកតែគណិតវិទ្យាមូលហេតុអីមានបានកែឃើញខ្លួនឯងចឹងចូលចិត្តខាងគណិតវិទ្យាហ្នឹងតែមានពាក់ព័ន្ធអីដល់ណាគាត់គណិតវិទ្យាដើម្បីបើទៅផ្លូវអនាគតដើម្បីរឹងមាំពុទ្ធអីអនាគតខ្ញុំចង់ធ្វើខាងអ្នកគូប្លង់បាទអញ្ចឹងវាពាក់ព័ន្ធទៅនឹងខាងគណិតវិទ្យាណាបាទលោកនាងជាទីមេត្រីមិញនេះគឺជាសម្ដីរបស់ក្មួយប្រុសហើយដែលថាអ្វីដែលគេខ្លាំងចាប់បាននៅគណិតវិទ្យាខ្លាំងយល់ច្រើនហ្នឹងដោយសារតែឆន្ទៈបំណងរបស់គេហ្នឹងចង់ខ្លាយជាអ្នកគូប្លង់បាទអ្នកចំណងអញ្ចឹងហើយគេជំលៀងដួងចិត្តគេឆន្ទៈគេទៅខាងហ្នឹងបានខ្លាំងខាងនេះហើយទៅប្រឹងខាងនោះគឺវាអត់ប្រយោជន៍អញ្ចឹងជាការពិតនៅលើโลกនេះរាល់ការជោគជ័យមិនមែនដោយគ្មានឆន្ទៈនោះទេហើយឆន្ទៈនេះឲ្យត្រូវតាមបំណងបើបំណងចេកឆន្ទៈផ្ចឹងការព្យាយាមផ្ចឹងក៏អត់ជោគជ័យដែរអញ្ចឹងត្រូវតែស្របគ្នាទាំងពីរនេះឥឡូវនេះអ្វីដែលបងប្រុសក្មួយប្រុសដែលចិត្តចង់បានតែខ្លាយទៅជាអ្នកគូប្លង់ហ្នឹងថាឃើញនៅការជោគជ័យបដាទៅបីយើងមិនទាន់បានបញ្ចប់ការសិក្សាប៉ុន្តែអ្វីដែលយើងបានរៀនពូកែផ្នែកគណិតវិទ្យាហ្នឹងគឺជាចំណុចឬជាពន្លឺនៃការជោគជ័យផងយើងទៅអនាគតចុះចំពោះទៅសាលារៀនវិញទម្លាប់របស់យើងរៀនយើងមានទម្លាប់ស្ដាប់គ្រូហើយចូលចិត្តអង្គុយនៅខាងមុខឬកណ្ដាលឬក៏នៅក្រោយអីអញ្ចឹងវាមានទម្លាប់មិននៅក្នុងថ្នាក់រៀនបាទពេលចូលរៀនខ្ញុំចូលចិត្តឧស្សាហ៍អង្គុយមកពីព្រោះអីអង្គុយមកងាយនឹងស្ដាប់គ្រូ
នេះនឹងស្ដាប់គ្រូពីពួកអីគួយក្រោយមានសិស្សខ្លះណានិយាយគ្នាអញ្ចឹងទៅដល់ពេលគ្រូនៅឆ្ងាយពីយើងទៅយើងស្ដាប់ទៅអត់សូវចូលអត់ចូលចូលណាហើយបើសិនជាមានមិត្តភ័ក្តិអីដែលមានចរិតមិនដូចយើងចរិតថាចូលចិត្តស្ដាប់គ្រូអញ្ចឹងចូលបើសិនជាមានមិត្តភ័ក្តិអីកេះយើងអីនិយាយចាប់និយាយរឿងនេះនោះតើយើងមានបានទៅប្រាប់មិត្តភ័ក្តិយើងវិញថាសូមរក្សាភាពស្ងប់ស្ងាត់ស្ដាប់គ្រូអីឬវាយើងបដោយទៅតាមមិត្តភ័ក្តិដែរងាកទៅនិយាយមួយគេដែរឬយ៉ាងម៉េចប្រាប់ដែរតើប្រាប់មិត្តភ័ក្តិថាពេលចូលយ៉ាងហ្នឹងកុំមាត់លោឡាត្រូវស្ងៀមស្ងាត់ស្ដាប់គ្រូបញ្យលមេរៀនហើយឥឡូវនេះយើងបន្តជាមួយក្មួយប្រុសដដែលក្នុងការរៀនសូត្រនៅក្នុងថ្នាក់មិញបានជម្រាបជូនប្រិយមិត្តអស់ហើយថាជាទម្លាប់គឺចូលចិត្តអង្គុយនៅខាងមុខហើយត្រង់ត្រាប់ស្ដាប់គ្រូដើម្បីងាយយល់នៅមេរៀនដែលគ្រូពង្យល់ហេតុផលអីដែលយើងត្រូវត្រង់ត្រាប់ស្ដាប់គ្រូពង្យល់ខ្លាចពង្យល់ទៅបើយើងអាឡ័យទៅនេះទៅនិយាយគ្នាជាមួយមិត្តភ័ក្តិឬមួយអារម្មណ៍រវើរវាយទៅណាផ្នែកចោលទៅតាមពពួកតាមអីទៅវាធ្វើឲ្យយើងនឹងមិនងាយយល់ឬយ៉ាងម៉េចទី1គឺខាតពេលវេលាយើងរៀនសូត្រទី2គឺយើងត្រូវទៅសួរគាត់ម្ដងទៀតអីខាតពេលបាទហើយជាធម្មតាក្នុងការបញ្យល់របស់គ្រូនៅមេរៀននីមួយៗក៏ដូចជាបញ្ហាផ្សេងៗទៀតការដែលចំណុចយល់គឺមានចំណុច1ឬ2ទេនិយាយមកប្រាយមកចឹងចៃដន្យឧបមាថាមិត្តភ័ក្តិរបស់យើងកេះឲ្យនិយាយរឿងអីមួយហើយចំចំណុចដែលកន្លឹះដែលថាត្រូវយល់នៃមេរៀនហ្នឹងកាប់វាជូនពេលណាយើងងាកចេញពីការត្រង់ប្រាប់ស្ដាប់គ្រូវាធ្វើឲ្យយើងលែងយល់នៅមេរៀនហ្នឹងតែម្ដងអញ្ចឹងហើយយើងមិនដឹងថាក្នុងនាទីដែលគាត់និយាយប្រហែលនាទីឬប្រហែលម៉ោងហ្នឹងយើងអត់ទាន់ដឹងថាតើចំណុចកលឹះកន្លែងណាដែលពេលចំពេលណាយើងអត់ដឹងទេមែនទេអញ្ចឹងយើងត្រូវតែត្រង់ត្រាប់ស្ដាប់គាត់រហូតដើម្បីកុំឲ្យរបូតផុតពីចំណុចកលឹះនឹងដែលត្រូវយល់បាទចុះចំពោះមកផ្ទះចំបែងវិញជាទម្លាប់របស់យើងដើម្បីឲ្យរៀនពូកែហ្នឹងយើងធ្វើយ៉ាងម៉េចយើងមើលមេរៀនឡើងវិញយើងធ្វើអីយ៉ាងម៉េចបាទពេលមកដល់ផ្ទះខ្ញុំមកពីសាលាខ្មែរខ្ញុំឡើងទៅមួយទឹកមុខហើយចូលមកញ៉ាំបាយហើយប៉ិនយកភៅមើលហើយធ្វើកិច្ចការរបស់គ្រូហើយប៉ិនមើលភៅក្រៅមេរៀននេះទៀតបាទអាហ្នឹងពេលល្ងាចដែលយើងមកពីរៀនខ្មែរវិញណាចុះពេលព្រឹកដែលយើងទៅរៀនចិនអីហើយពេលព្រលឹមឥឡូវយើងគិតពីភ្ញាក់ពីដេកវិញហើយយើងធ្វើមិនខ្លះភ្ញាក់ពីដេកខ្ញុំឡើងលុកមុខញ៉ាំអីហើយឡើងជិះឡានទៅសាលាអញ្ចឹងដល់ពេលមកជិះឡានទៅសាលាហ្នឹងជួនកាលយកភៅខ្មែរឬយកភៅចិនយកមកទិញសូត្រកន្លែងណាដែលអត់ចេះអញ្ចឹងទិញបាទពាក់ព័ន្ធទៅនឹងបញ្ហាកំណត់វាសនាកូនឲ្យទៅណាទៅនៃរៀនផ្នែកវិជ្ជាអីយើងជាឪពុកម្ដាយជាអ្នកតម្រង់ទៅឬមួយក៏យើងចិត្តយើងចង់ហើយឪពុកម្ដាយចង់ទៅណាប៉ុន្តែបើសិនជាកូនមិនចង់ទៅតើយើងប្រទាញទៅគ្នាវាយើងយកតែឈ្នះខាងយើងឬក៏បដ ாய் ទៅតាមកូនវិញអត់ខ្ញុំមានដំណោះស្រាយមួយសម្រាប់កូនអញ្ចឹងខ្ញុំមុននឹងសម្រាប់តម្រង់កូនខ្ញុំបានសួរយោបល់កូនហើយខ្ញុំបានបកស្រាយអ្វីដែលឲ្យកូនប្រាប់ហើយឲ្យកូនជ្រើសរើសយកខ្លួនឯងអញ្ចឹងក្នុងការពាក់ព័ន្ធជាមួយការរៀនសូត្ររបស់គ្នាហ្នឹងខាងផ្នែកគណិតវិទ្យារបស់គ្នាបកែហ្នឹងដល់សប្តាហ៍ហ្នឹងគឺវាពាក់ព័ន្ធដោយកូនខ្ញុំនិយាយថាអនាគតគ្នាគូខ្លាំងអញ្ចឹងខ្ញុំឃើញមុខវិជ្ជាគណិតគ្នាហ្នឹងវាផុសវាពូកែបាទសូម្បីតែការចងចាំរបស់គ្នាបកែដែរអញ្ចឹងខ្ញុំមិនទទួលការចងចាំទេខ្ញុំចង់និយាយផ្នែកគណិតវិទ្យាហ្នឹងអញ្ចឹងខ្ញុំក្នុងចិត្តខ្ញុំសង្កេតឃើញហើយថាផ្នែកគណិតវិទ្យាវាពាក់ព័ន្ធជាមួយអីខ្លះវាជាមួយបញ្ហាគូប្លង់ស្ថាបត្យកម្មបាទនៅស្រុកខ្មែរកំពុងអភិវឌ្ឍស្រាប់ស្រុកផងបាទអញ្ចឹងខ្ញុំបានប្រាប់ថាកូនហើយចង់ថ្ងៃអនាគតចង់គូប្លង់ហ៎បាទតាមគូប្លង់បាទអញ្ចឹងខ្ញុំសង្ខេបប្រាប់កូនថាការគូប្លង់នោះវាពាក់ព័ន្ធគណិតវិទ្យាកូនឯងរហងៃរៀនគណិតវិទ្យាផ្កាយអញ្ចឹងកូនឯងរៀនគូប្លង់ទៅបាទហើយអញ្ចឹងគូប្លង់ណាកូនគូប្លង់អាថាជាធំគេឃើញអា42ជាន់អា33ជាន់បាទសិតតាស្នាដៃរបស់ខ្មែរយើងអញ្ចឹងកូនឯងមើលកូនឯងអាច
អាចតាមរួចឬក៏អាចរៀនរួចយើងព្យាយាមមើលបាទអាហ្នឹងវាជារឿងមួយល្អណាស់បាទវាអញ្ចឹងហើយអ្នកខ្លះធ្វើអត់បានទេព្រោះវាពាក់ព័ន្ធជាមួយផ្នែកបាទកំណត់បាទយើងអញ្ចឹងបាទការគិតគូរគាត់យើងបើយើងខ្សោយកំណត់គិតគូរ ដល់ខ្ញុំឃើញកូនចង់មកអារម្មណ៍បាទខ្ញុំឃើញកូនអញ្ចឹងទៅខ្ញុំប្រាប់ហេតុផលថាខ្លួនឯងថ្ងៃក្រោយកូនឯងតំណាងក្រុមហ៊ុនអាចគូប្លង់បានអាចធ្វើអ្វីបានតាមដែលយើងចង់បានហ្នឹងបាទខាងគូប្លង់ហ្នឹងបាទមានប្រយោជន៍ណាស់បានគាត់ថាអញ្ចឹងបាទតើមានអ្វីចង់បន្ថែមទេនេះជាចុងក្រោយហើយផ្ដល់ឱកាសដល់មួយប្រុសមុននឹងបញ្ចប់តើក្មួយមានការចំណុំពរឬក៏អំពាវនាវទៅមិត្តភ័ក្តិដែលកំពុងតែទស្សនា DAP TV online ទូរទស្សន៍បានទូរទស្សន៍នៅដើម7ហើយនឹងស្ដាប់ពីជុំដើម7ហ្នឹងគួរតែអំពាវនាវអីមិនយ៉ាងម៉េចមានថាខ្ញុំនឹកអីអំពាវនាវខ្ញុំគិតថាសូមឲ្យសិស្សទាំងអស់គ្នាហ្នឹងខិតខំរៀនសូត្រដើម្បីអនាគតរបស់ខ្លួនហើយជាពិសេសមិត្តភ័ក្តិរបស់ខ្ញុំខ្លះចូលចិត្តដើរលេងចូលចិត្តកិច្ចសាលាអញ្ចឹងសូមឲ្យចូលរៀនវិញព្រោះអីម៉ាក់ប៉ាយើងខំយកលុយដើម្បីឲ្យយើងរៀនសូត្រយ៉ាងលំបាកដូច្នេះហើយយើងមិនត្រូវកិច្ចសាលាដើរលេងអញ្ចឹងហើយត្រូវចូលរៀនដើម្បីអនាគតរបស់យើងឲ្យមួយប៉ាម៉ាក់យើងទៀតបាទហើយចូលរៀនស្ដាប់គ្រូផងកុំចូលក្នុងថ្នាក់ឲ្យទៅប៉ែក្នុងថ្នាក់ហើយចំពោះលោកជាឪពុករបស់ក្មួយប្រុសមានអ្វីអំពាវនាវដល់ប្រិយមិត្តយើងបាទខ្ញុំបាទជាឪពុករបស់កូនបានអង្សឹងខ្ញុំគ្រាន់តែសូមថាទាំងអស់គ្នាបាទប្រជាជននៅក្នុងប្រទេសយើងហ្នឹងគាត់ថាបើចង់ឲ្យបានថាកូនល្អណាហើយចង់ឲ្យកូនមានការរីកចម្រើនក្នុងការសិក្សាណាយើងត្រូវមានការមើលថែបន្ទាប់ពីកូនមានការសិក្សាល្អយើងត្រូវមានការថែទាំពីលើទៀតការថែទាំវាបែបម៉េចការថែទាំគឺតម្រូវតាមកូនទី1គឺថាកូនគ្នាជួនកាលរៀនគ្នាទៅការសម្រាប់សិក្សាជួនកាលគ្រួសារមួយចំនួនអត់យល់ដូចអញ្ចឹងទេខ្ញុំតែលឺហើយខ្ញុំតែលឺថារៀនច្រើនបាទឃើញកូនគេរៀនដូចអត់ដូចយ៉ាប់ដូចកូនឯងសោះណាគេរៀនគេឃើញកូនគេរៀនស្រួលអត់មានត្រូវការសោះហើយកូនឯងថ្ងៃទៀតរហូតអញ្ចឹងបាទអញ្ចឹងវាជាបញ្ហាមួយដែលពាក់ព័ន្ធជាមួយស្មារតីរបស់កូនអញ្ចឹងកូនខ្ញុំនឹងអត់ធ្វើអញ្ចឹងទេកូនខ្ញុំគឺបើកូនចង់បានអីជាកំណែឬក៏ជាសភៅអ្វីខ្ញុំទិញឲ្យកូនអស់លុះត្រាខ្ញុំថាមានលុយតិចច្រើនគឺកូនសំណងពោគឺខ្ញុំទិញឲ្យហ្មងកុំថាតែថ្ងៃសុំបើតែយកខ្ញុំទៅទិញឲ្យដែរបាទសំខាន់ចំណុំពរហ្នឹងទៅទិញសភៅទៅទិញឯកសារមើលបើចំណុំពរបើទាទៅទិញទៅលេងហ្គេមនេះអីអានោះយើងជំទាស់មិនបើគ្នាទាទៅទិញសភៅហើយនេះចាយច្រើនម៉េចអាហ្នឹងអត់ត្រូវរឿងតែទាលុយទៅលេងហ្គេមហ្នឹងចាំយើងជំទាស់បាទអស់លោកនាងជាទីមេត្រីដោយសារតែយើងចភានេះអស់ហើយអស់អីទៅចែកទៅទៀតហើយអញ្ចឹងទៅខ្ញុំបោកចិត្តថាជាអ្នកចម្រុះចម្រួលនៅក្នុងកិច្ចសម្ភាសនេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្មួយប្រុសដែលបានចំណាយពេលក៏ដូចជាឪពុកលោកជាឪពុកក្មេងប្រុសដែលបានចំណាយពេលវេលាដ៏មានតម្លៃមកឆ្លើយនិងផ្ដល់នៅបទពិសោធន៍ក្នុងការអប់រំកូននិងការរៀនសូត្ររបស់ក្មួយប្រុសនេះជូនដល់ប្រិយមិត្តដូច្នេះសូមជម្រាបលាបាទ